Alo ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីគឺរៀងរាល់វីដេអូដែលខ្ញុំចែងសូមពុកម៉ែបងប្អូនជួយចែកម្លែកជួយចុច like ជួយចុច subscribe ជួយចុចជាវខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តថាកែស្នៃចាញ់បន្តថាវីដេអូណាប្លែកវីដេអូណាថាយើងអត់ដែលឃើញយើងអត់ឃើញប្រទេសខ្ញុំនឹងចែកជូនបងពុកម៉ែបងប្អូនទស្សនាថារៀងរាល់ការធ្វើការឬមួយក៏នៅទីកន្លែងណាមួយដែលថាមានរឿងអីប្លែកខ្ញុំនឹងថតជូនពុកម៉ែបងប្អូនតែនេះងាកមកមើលវីដេអូរបស់ខ្ញុំវិញពុកម៉ែបងប្អូនអើយគ្មានអីទេមិនតែមីខ្ចប់មីឡងហ្នឹងឥឡូវមីខ្ចប់របស់ខ្ញុំបានឆុងដាក់ឲ្យមកខ្ចប់បន្ថយតែអានេះខ្ញុំទិញមកខ្ចប់ទៀតយកមកដាក់លាយគ្នាពុកម៉ែបងប្អូនគឺហេវមែនតែនចាញ់ពីធ្វើការមកម៉ោង2មកដល់ថ្មនេះគឺម៉ោង7យប់ម៉ោង7យប់ហើយពុកម៉ែបងប្អូនកំពុងតែចាំគ្រួសាររបស់ខ្ញុំក៏ចេញមកពីធ្វើការឥឡូវនេះគេមិនតន់ចេញពីធ្វើការទេខ្ញុំហៅពេកខ្ញុំក៏មិនទៅទិញកាទៀវមីមកខ្ចប់មកឲ្យខ្ញុំនឹងប្រាប់ឲ្យគេដាក់ទឹកឲ្យច្រើនហ្នឹងហើយបងប្អូនគឺម៉ូតូពេញហ្មងហើយចំណាយក្នុងតម្លៃម៉ូតូនេះបងប្អូនមិនថ្លៃទេបងប្អូនគឺតែ3000លុយខ្មែរទេបើគិតជាលុយវៀតណាមគឺ20000គេបូនៅវៀតណាមគេហៅថា20000ដុងហ្នឹងហើយបើគិតចាញ់ជាលុយខ្មែរយើងគិតតា3000ទេ3000រៀលទេពុកម៉ែបងប្អូនមិនថ្លៃទេល្មមហូបបើគិតទៅជីវិតនៅនេះគឺធ្វើការបាក់លុយបើកាក់ខែគឺនៅនេះដូចធម្មតាប៉ុន្តែយល់ទៅគិតនៅនោះដូចតែធម្មតាដែរពុកម៉ែបងប្អូនគឺធ្វើណាបើនៅហ្នឹងឯងប៉ុន្តែខូចតានៅនេះមកល្មមនឹងហូបឯងក្នុងមួយចានមួយវាហ្នឹងវាមានសាច់មានទឹករបស់គេសុបមុខមិនបន្លែមិនអីដែរបងប្អូនពុំតកោចឹងឯងហ្នឹងហើយពុកម៉ែបងប្អូនឥឡូវពុំហេវដែរហើយមកប៉ះក្តៅពុំកោញាតដែរពុកម៉ែបងប្អូនហ្នឹងហើយចាញ់ពុកម៉ែបងប្អូនទស្សនាខ្ញុំហូបមីទាំងអស់គ្នាអូខេហើយមែនតើពុកម៉ែបងប្អូនអើយកោញាតណាខាត់ឃើញតែខ្ចីទីដាក់មួយយោអញ្ចឹងទេទស្សនាវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមចែកជូនបងប្អូនបងប្អូនទាំងអស់គ្នាឃើញលុះខុសស្គមឡាយមួយសូមខន្តីអភ័យទោសហើយទស្សនាវីដេអូរបស់ខ្ញុំក៏ភ្លេចជួយចុច like ចុច share ជួយចុច subscribe ខ្ញុំអ្នកមួយផងអរគុណសម្រាប់លាពុកម៉ែបងប្អូនអរគ្នាជួបគ្នានៅឱកាសក្រោយវីដេអូបន្តទៀតអរគុណបាយបាទ